បាទជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់ការសម្រេចសាច់រឿងនៃ Manga Kakarabashi របស់យើងបន្តទៀតដោយនៅភាគមុនអាសូជូវាបានផ្ដួលនៅក្រុមគូរីកូម៉ូយ៉ាងងាយស្រួលមែនទែនហើយបន្ទាប់ពីបានយកឈ្នះនៅក្រុមគូរីកូម៉ូរួចវាក៏បានធ្វើដំណើរមកប្រយុទ្ធជាមួយនឹង Shiro មួយស្មើតែម្ដងប៉ុន្តែដោយសារតែរបួសនៅលើខ្លួនរបស់ពួកគេទាំងពីរនាក់ការប្រយុទ្ធមួយនេះនឹងត្រូវកើតឡើងនៅក្នុងពេលត្រឹមតែ12វិនាទីតែប៉ុណ្ណោះដោយសារតែកម្លាំងរបស់ពួកគេនៅក្នុងពេលនេះគឺមានដែនកំណត់ហើយសម្រាប់រយៈពេល12វិនាទីនេះគឺវាគ្រប់គ្រាន់ហើយដើម្បីសម្រេចការចាញ់ឈ្នះហើយមុននឹងចូលទៅដល់ការប្រយុទ្ធគ្នារបស់ពួកគេទាំងពីរសូមអ្នកនរគ្នាជួយ like វីដេអូនេះម្នាក់មួយផងអូខេអញ្ចឹងបើរួចរាល់ហើយយើងចូលទៅស្ដាប់ការសម្រេចសាច់រឿងទាំងអស់គ្នាយើងបានឃើញថាល្បឿនរបស់ពួកគេទាំងពីរពិតជាលឿនខ្លាំងមែនទែនដែលតាមពិតទៅមុនពេលដែលពួកគេទាំងពីរចាប់ផ្ដើមប្រយុទ្ធគ្នាអាសូជូវាបានប្របួល Shiro ទៅផឹកតែទៅចែកលេងជាមួយគ្នាបន្តិចសិនចាប់ញ៉ាំភ្លាមទៅនេះជាការគោរពរបស់យើងទៅកាន់ឯងប៉ុន្តែយើងអត់ចូលចិត្តបង្អែមទេហើយឥឡូវនេះវាមិនមែនជាការប្រយុទ្ធគ្នាទៀតនោះទេដែលវាគឺជាការសន្ទនាគ្នាក្នុងនាមពួកយើងជាកូនប្រុសហើយការដោះស្រាយបញ្ហាដោយការសម្លាប់គ្នាវាគ្មានប្រយោជន៍អីនោះទេនិយាយតាមត្រង់ចុះមួយរយៈមកនេះគូក្បាលរបស់យើងគិតឃើញតែអំពីឯងនោះទេហើយឯងគឺជាកូនប្រុសរបស់លោក Kunichi មែនអត់ដែលតាមពិតទៅដំបូងឡើយយើងក៏បានសង្ស័យអំពីរឿងនេះដែរប៉ុន្តែអ្វីដែលធ្វើឲ្យយើងកាន់តែច្បាស់ថាឯងពិតជាកូនប្រុសរបស់គាត់មែននោះគឺជាហេតុផលនៅក្នុងការប្រើប្រាស់ដាវរបស់ឯងដើម្បីកម្ចាត់មនុស្សអាក្រក់និងជួយជនទន់ខ្សោយមែនទេបើតាមយើងគិតហេតុផលមួយនេះវាពិតជាខុសខ្លាំងណាស់ហើយយើងមិនបោះបង់គោលចំហរបស់យើងនោះទេដែលយើងប្រើ Enchanted Blade នៅក្រោមហេតុផលតែមួយគត់គឺដើម្បីសម្លាប់នៅជីវិតនៅពេលនោះដែរក្រោយពីលើអាសូជូនិយាយពាក្យបែបនេះភ្លាម Shiro ពិតជាខឹងខ្លាំងណាស់ដែលគោលបំណងរបស់លោក Kunichi ក្នុងការបង្កើតនៅ Enchanted Blade ទាំងអស់នេះឡើងគឺដើម្បីសម្រាប់តែជួយក្នុងការបញ្ចប់សង្គ្រាមតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះអាសូជូវាបែរជាយក Enchanted Blade របស់គាត់មកធ្វើរឿងអាក្រក់ទាំងនេះទៅវិញហើយវាក៏បានបន្ថែមទៀតថាមិនថាយ៉ាងណាក៏ដោយនោះទេឥឡូវនេះ Enchanted Blade Cloud Gadget បានរើសយកវារួចទៅហើយដែលវាមានការជឿជាក់យ៉ាងមុតមាំថា Cloud Gadget ក៏នឹងជឿទៅលើគោលចំហរបស់វាដែរហើយត្រឡប់មកដល់ការប្រយុទ្ធរបស់ពួកគេទាំងពីរវិញពួកគេទាំងពីរបានធ្វើការប្រយុទ្ធគ្នារហូតឡើងមកដល់ដំបូលនៃភូមិគ្រឹះនេះតែម្ដងហើយល្បឿនរបស់ពួកគេនៅក្នុងពេលនេះគឺមិនចាញ់គ្នាប៉ុន្មាននោះទេប៉ុន្តែមើលទៅអាសូជូវាដូចជាមាននៅល្បឿនលឿនជាងដែលនៅត្រង់នេះដែរវាបានតាមទាន់ Shiro ហើយដល់មិនចាំយូរវាក៏បានដាក់មួយដាវទៅតែម្ដងប៉ុន្តែសំណាងល្អ Shiro បានយកជើងធាក់នៅដៃរបស់វាទាន់ពេលប៉ុន្តែរឿងនៅនឹកស្មានមកដល់មួយក៏ត្រូវបានកើតឡើងដែលអាសូជូវាបានប្រើនៅក្បាច់មួយនេះដោយវាបានបន្លាស់ទីនៃដៃរបស់វាពីដៃម្ខាងទៅដៃម្ខាងទៀតហើយដោយប្រើក្បាច់មួយនេះដៃរបស់ Shiro ក៏ត្រូវបានវាកាប់ដាច់ហើយគ្រាន់តែចាប់ផ្ដើមការប្រយុទ្ធភ្លាមមើលទៅអាសូជូវាដូចជាមានព្រៀបទៅលើ Shiro បាត់ទៅហើយប៉ុន្តែការលះបង់ដៃរបស់ Shiro អំបីមិញនេះមិនមែនអត់ប្រយោជន៍នោះទេដែលគាត់បានយកដៃរបស់គាត់មករងការវាយប្រហារមួយនេះដើម្បីជៀសពីគ្រោះថ្នាក់ដល់ជីវិតហើយនៅពេលនេះអាសូជូវាចាប់ផ្ដើមសង្កេតឃើញថាកម្លាំងរបស់ Shiro គឺមិនខ្លាំងដូចជាវានោះទេប៉ុន្តែចំពោះល្បឿនរបស់ Shiro នៅក្នុងពេលនេះគឺចាប់ផ្ដើមលឿនជាងវាបន្តិចម្ដងហើយយ៉ាងណាក៏ដោយអាសូជូវានៅតែជឿជាក់ថាវានៅតែអាចយកឈ្នះ Shiro បានដោយសម្ដីរបស់វាបាននិយាយទៅកាន់ Shiro អំបែងមិញនេះដែរឯងគិតថាតើតើឯងជាកូនប្រុសរបស់លោក Kunichi ទើបមានសិទ្ធិប្រើប្រាស់នៅ Enchanted Blade នេះមែនដែរឬទេហើយយើងប្រាប់ឯងឲ្យដឹងចុះដែលតាមពិតទៅនរណាក៏អាចមានសិទ្ធិប្រើនៅ Enchanted Blade ទាំងអស់នេះបានដែរឲ្យតែពួកគេមាននៅសមត្ថភាពហើយត្រឡប់មកដល់ការប្រយុទ្ធវិញខណៈនេះពេលវេលារបស់ពួកគេសល់ត្រឹមតែ7វិនាទីចុច68តែប៉ុណ្ណោះហើយអាសូជូវាបានកិតចេញនៅយុទ្ធសាស្ត្រមួយដែលវាបានទាយដឹងអំពីសមត្ថភាពរបស់ Shiro តែម្ដងហើយនៅក្នុងពេលនេះបើតាមអ្វីដែលវាស្មានមិនខុសនោះទេ Shiro មាននៅសមត្ថភាព3នៅក្នុងដៃដែលទី1នោះគឺ Kuroដែលជា skill ដែលមានសមត្ថភាពអាចវាយប្រហារវាពីចម្ងាយបានហើយទី2គឺជា skill Aka ដែលវាមានសមត្ថភាពអាចទប់ទល់ជាមួយនឹង skill មីរបស់វាបានហើយទី3នោះគឺជាសមត្ថភាពដ៏ពិសេសមែនទែនរបស់ Shiro ដែលគាត់ប្រើនៅល្បឿននៃដៃរបស់គាត់ដើម្បីធ្វើជាឧបករណ៍នៅក្នុងការស្រូបយកនៅថាមពលរន្ទះរបស់អាសូជូដែលគាត់បានប្រើប្រាស់វាម្ដងរួចទៅហើយនៅក្នុងការប្រយុទ្ធជាមួយនឹងអាសូជូកាលពីលើកមុនហើយដោយសារតែ Shiro មាននៅសមត្ថភាពទាំង3នេះ skill មីនិង skill យួយរបស់អាសូជូនៅក្នុងពេលឥឡូវនេះគឺមិនមានប្រសិទ្ធភាពទៅលើ Shiro នោះទេហើយវិធីតែមួយគត់ដែលអាចប្រើប្រាស់ដើម្បីយកឈ្នះ Shiro បានគឺជាការលួចឆ្មក់វាយប្រហារ Shiro ដូចនៅពេលមុននេះអញ្ចឹងដែរប៉ុន្តែដោយសារតែពេលវេលាមានកំណត់អាសូជូវាមិនអាចប្រើនៅ technique មួយនេះបាននោះទេអញ្ចឹងហើយជំរើសចុងក្រោយនោះគឺមានតែវិធីមួយគត់ដែលអាសូជូវានឹងប្រើថាមពលរន្ទះដែលមាននៅក្នុង Enchanted Blade Cloud Gadget ទាំងអស់ដាក់បញ្ចូលទៅក្នុងខ្លួនប្រាណរបស់វាដែលនៅពេលនេះអាសូជូវាគ្មាននៅល្បិចក៏ដូចជា technique អ្វីដើម្បីប្រយុទ្ធទៀតនោះទេអ្វីដែលវាសម្រេចចិត្តធ្វើគឺការប្រើប្រាស់នៅកម្លាំងឲ្យអស់ពីខ្លួនតែម្ដង
ហើយក្រោយពីបានសម្រេចចិត្តប្រើនៅកម្លាំងមួយនេះភ្លាមល្បឿនរបស់អាសូជូក៏បានកើនឡើងទ្វេដងសូម្បីតែឈៀរ៉ូក៏មើលមិនទាន់នៅល្បឿនរបស់វាផងដែរហើយពេលវេលារបស់ពួកគេគឺនៅសល់ត្រឹមតែ3វិនាទីទៀតតែប៉ុណ្ណោះនៅខណៈពេលនោះដែរអាសូជូក៏បានស្ទុះមកខាងក្រោយខ្នងរបស់ឈៀរ៉ូភ្លាមដែលវាបំរុងនឹងបញ្ចប់ជីវិតរបស់ឈៀរ៉ូនៅក្នុងពេលនេះតែម្ដងប៉ុន្តែអ្វីដែលវានឹកស្មានម្ដងនោះគឺឈៀរ៉ូបែរជាអាចគេចពីផ្លែដាវរបស់វាបានហើយតែមួយប្រព្រឹត្តភ្នែកឈៀរ៉ូបានស្ទុះទៅដល់ក្រោយខ្នងរបស់អាសូជូបាត់ទៅហើយប៉ុន្តែនៅពេលនោះដែរសាច់រឿងក៏បានកាត់ទៅដល់ពេលដែលអ្នកទាំងពីរធ្វើការសន្ទនាគ្នាបន្តទៀតដោយក្រោយពេលដែលបានជជែកគ្នាជាមួយនឹងអាសូជូរួចឈៀរ៉ូក៏បានសម្រេចចិត្តទទួលទាននៅបង្អែមរបស់វាតែម្ដងប៉ុន្តែនៅក្នុងខួរក្បាលរបស់ឈៀរ៉ូនៅពេលនោះបាននឹកឃើញទៅដល់រឿងមួយដែលលោកគូនីឈីធ្លាប់បាននិយាយប្រាប់គាត់ថាកូននឹងទេឈៀរ៉ូអ្វីដែលគេនិយាយថាដាវគឺជាអាវុធនៅក្នុងការសម្លាប់ជីវិតមនុស្សនោះគឺពិតជាត្រឹមត្រូវខ្លាំងណាស់ប៉ុន្តែมันមានន័យថាការប្រើប្រាស់ពួកវាទៅសម្លាប់ជីវិតរបស់នរណាម្នាក់ស្រេចតែចិត្តនោះគឺជារឿងត្រឹមត្រូវនោះទេដែលប៉ាបានផលិតពួកវាឡើងគឺដើម្បីទុកសម្រាប់តែបញ្ចប់សង្គ្រាមតែប៉ុណ្ណោះហើយកាលណាដែលពួកវាបំពេញនៅភារកិច្ចរបស់ពួកវារួចពួកវាមិនគួរមានវត្តមាននៅលើពិភពលោកនេះទៀតទេហើយនៅពេលនោះឈៀរ៉ូក៏បានទទួលស្គាល់ដែរថាអ្នកផ្សេងក៏មានសិទ្ធិនៅក្នុងការប្រើប្រាស់ Enchanted Blade របស់ពួកគាត់ដែរឲ្យតែពួកគេមាននៅសមត្ថភាពដូចជាអាសូជូជាដើមដែលវាប្រើប្រាស់នៅ Enchanted Blade Cloud Gadger បានល្អមែនទែនហើយដល់បែបនេះហើយទើបឈៀរ៉ូចង់ធ្វើការគោរពទៅកាន់វាដែលការគោរពរបស់គាត់នោះគឺជាការកាប់អាសូជូមួយដៃយ៉ាងសាហាវតែម្ដងហើយត្រឡប់មកដល់ការប្រយុទ្ធរបស់ពួកគេវិញដែលបាយមិញនេះឈៀរ៉ូបានកាប់ដៃរបស់អាសូជូដាច់មួយចំហៀងបាត់ទៅហើយការវាយប្រហារមួយនេះអាសូជូវាក៏បានដឹងខ្លួនដែរប៉ុន្តែវាតាមសកម្មភាពរបស់ឈៀរ៉ូមិនទាន់នោះទេដែលល្បឿនរបស់ឈៀរ៉ូមិនមែនលឿនជាងមុនគុណនឹង2ដូចជាល្បឿនរបស់វានោះទេពីព្រោះថាល្បឿនរបស់ឈៀរ៉ូនៅក្នុងពេលនេះគឺលឿនជាងមុនគុណនឹង3ឯណោះហើយដែលមូលហេតុនេះហើយទើបអាសូជូវាបានដាច់ដៃដោយមិនដឹងខ្លួនអ្វីបន្តិចប៉ុន្តែមិនទាន់ចប់ត្រឹមនឹងនោះទេដែលឈៀរ៉ូគាត់បានស្ទុះមកវាយប្រហារអាសូជូពីខាងក្រោយខ្នងម្ដងទៀតហើយនៅត្រង់នេះដែរអាសូជូវាបំរុងប្រើក្បាច់ដូចជាលើកមុនមកទប់ទល់ជាមួយនឹងឈៀរ៉ូក៏ប៉ុន្តែឈៀរ៉ូបែរជាធ្វើនៅរឿងមួយដែលអាសូជូវាមិនអាចនឹកស្មានដល់ពីព្រោះថាឈៀរ៉ូបានផ្លាស់ប្ដូរនៅ skill Nishiki របស់គាត់ទៅជា skill Kuro វិញហើយដល់កម្លាំងរបស់ skill Kuro ឈៀរ៉ូបានវាយប្រហារទៅលើអាសូជូយ៉ាងពេញទំហឹងតែម្ដងដោយការវាយប្រហាររបស់គាត់មួយនេះវាបានទៅកំទេចទាំង Enchanted Blade Cloud Gadger ទៀតផងហើយឈៀរ៉ូគាត់បានធ្វើនៅរឿងទាំងអស់នេះដោយប្រើពេលត្រឹមតែ1វិនាទីតែប៉ុណ្ណោះហើយការប្រយុទ្ធមួយនេះក៏ត្រូវបានបញ្ចប់ផងដែរដែលឈៀរ៉ូគឺជាអ្នកឈ្នះដែលអាសូជូវាមិននឹកស្មានដល់នោះទេថាឈៀរ៉ូបែរជាហ៊ានកំទេចនៅ Enchanted Blade Cloud Gadger ចោលបែបនេះពីព្រោះតែតាមពិតទៅនៅពេលអំបញ្ញមិញអាសូជូវាបំរុងនឹងប្រើ Enchanted Blade Cloud Gadger ទៅទប់ទល់ជាមួយនឹងការវាយប្រហាររបស់ឈៀរ៉ូសិនហើយក្រោយពីបានរងការវាយប្រហាររបស់ឈៀរ៉ូរួចវានឹងសម្រេចចិត្តប្រើនៅ skill ថ្មីដើម្បីបញ្ចប់ជីវិតរបស់ឈៀរ៉ូតែម្ដងប៉ុន្តែផ្ទុយទៅវិញឈៀរ៉ូបែរជាប្រើនៅ skill Kuro កាប់កំទេច Enchanted Blade របស់វាចោលដែលវាពិតជាមានការអាម៉ាស់មុខមែនទែនហើយឥឡូវនេះវាក៏បានទទួលស្គាល់ដែរថាវាមិនស័ក្តិសមនៅក្នុងការប្រើប្រាស់នៅ Enchanted Blade នោះទេតែឈៀរ៉ូនៅពេលនោះគាត់មិនគិតអញ្ចឹងឡើយដែលអាសូជូវាបានប្រើប្រាស់នៅ Enchanted Blade Cloud Gadger បានល្អមែនទែនហើយឈៀរ៉ូគាត់ក៏នឹងរៀបដួលសន្លប់ទៅដូចគ្នាប៉ុន្តែសំណាងល្អលោកឈីបាក៏បានមកត្រគាត់តន់ដែលលោកឈីបាគាត់ពិតជាមានមោទនភាពទៅលើឈៀរ៉ូមែនទែនប៉ុន្តែរំពេចនោះដែរបែរជាមានមនុស្សម្នាក់បានលេចខ្លួននៅខាងក្រោយខ្នងរបស់គាត់ហើយពេលដែលគាត់ងាកទៅមើលមនុស្សម្នាក់នោះបែរជាបាត់ខ្លួនចេញពីទីនេះបាត់ទៅវិញហើយក៏លេចទៅមើលអាសូជូវិញនៅពេលនេះវាបានខំប្រឹងវាឡើងទៅលើភូមិគ្រឹះរបស់វាដែលអាសូជូវាដូចជាមានគោលបំណងធ្វើនៅអ្វីមួយហើយលោកឈីបាក៏បំរុងនឹងទៅបញ្ចប់ជីវិតរបស់វាចោលប៉ុន្តែឈៀរ៉ូបានហាមគាត់តន់ពីព្រោះថានៅក្នុងពេលនេះអាសូជូវាត្រូវរបួសខ្លាំងមែនទែនហើយមុននឹងក្រោយនោះទេអាសូជូវាគង់តែនឹងស្លាប់ដូចគ្នាអញ្ចឹងហើយអ្វីដែលពួកគេត្រូវធ្វើគឺការចាកចេញពីទីនេះទីបំផុតយើងបានមកដល់ទីនេះហើយប៉ុន្តែម៉ាស៊ីនរបស់យើងក៏ត្រូវបានពួកវាកំទេចចោលដែរល្អបើទោះជាអញ្ចឹងក៏ដោយយើងមិនត្រូវការម៉ាស៊ីនអ្វីមកជំនួយទៀតនោះទេពីព្រោះថាយើងបានយល់ពី Enchanted Blade គ្រប់គ្រាន់ហើយអញ្ចឹងហើយយើងជឿថាយើងក៏អាចយល់អំពីវាដូចគ្នាមិនក៏អញ្ចឹងមិនក៏ទៅជាបែបនេះហើយដោយបង្វែងស្មារតីមួយគ្រាអាសូជូក៏ត្រូវបានស្លាប់នៅក្រោមឥទ្ធិពលនៃ Raiden Tenseki នេះតែម្ដងដែលនេះហើយគឺជាចុងបញ្ចប់របស់វាទោះបីជាវាខំប្រឹងយ៉ាងណាក៏វាមិនអាចតាមទាន់លោក Kunichi បានដែរ
ចំណែកនៅខាងក្រៅវិញឥឡូវនេះឆាព្យាយាមប្រើនៅធម្មពលរបស់នាងម្ដងទៀតដើម្បីព្យាបាលដៃរបស់ជារ៉ូប៉ុន្តែដោយសារតែកម្លាំងរបស់នាងមានដែនកំណត់អញ្ចឹងហើយការព្យាបាលមួយនេះគឺមិនអាចទៅរួចនោះទេហើយនាងក៏បានសុំទោសទៅកាន់ជារ៉ូផងដែរដែលមិនអាចជួយអ្វីគាត់បានហើយជារ៉ូគាត់មិនបន្ទោសឆានោះទេដែលមុននេះឆាបានជួយព្យាបាលដៃរបស់គាត់មួយដងរួចទៅហើយបើសិនជាគ្មានឆាគាត់ក៏មិនអាចយកឈ្នះអាសូជូបានដែរហើយដោយកម្លាំងនៃថ្ម Dentensiki ដែលអាសូជូវាបានប៉ះពាល់លំបែកមិញនេះក៏ធ្វើឲ្យភូមិគ្រឹះរបស់វាផ្ទុះខ្ទេចខ្ទីតែម្ដងអូខេអ្នកនរគ្នាអញ្ចឹងសម្រាប់ការប្រយុទ្ធគ្នារវាងអាសូជូនិងជារ៉ូក៏ត្រូវបានចប់ត្រឹមចំណុចនេះហើយទោះបីជាខំប្រឹងយ៉ាងណាក៏ដោយអាសូជូនៅតែមិនអាចតាមទាន់នៃសមត្ថភាពរបស់លោកគូនីឈីហើយកន្លែងនឹងដែរខ្ញុំសូមរំលឹកសាច់រឿងបន្តិចដែលតាមពិតទៅគោលបំណងរបស់អាសូជូនោះគឺវាចង់ផលិតនៅអាវុធមួយដ៏ខ្លាំងមែនទែនដូចជា Enchanted Blade របស់លោកគូនីឈីអញ្ចឹងដែរដែលវាបានប្រើនៅវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីធ្វើនៅរឿងមួយនេះទាំងដែលការយកឆាយកមកពិសោធន៍ផងហើយជាចុងក្រោយវាបានយកខ្លួនវាទៅពិសោធន៍ជាមួយនឹង Rai Dentensiki នឹងទៀតប៉ុន្តែលទ្ធផលដែលវាទទួលបានគឺអត់មានអីសោះតែម្ដងដែលវានៅតែចាញ់ក្រោមដៃរបស់ជារ៉ូដដែលអញ្ចឹងសម្រាប់ Manga Kagurabachi របស់យើងនៅភាគនេះខ្ញុំសូមបញ្ចប់វាត្រឹមហ្នឹងហើយនៅភាគក្រោយយើងនឹងចូលទៅដល់សាច់រឿងថ្មីទាំងអស់គ្នាដែលនៅភាគក្រោយសាច់រឿងបានបង្ហាញឲ្យយើងស្គាល់អំពីតួអង្គថ្មីជាច្រើននាក់ដែលពួកគេសុទ្ធតែជា Sorcerer ដែលមានថ្វីដៃផងដែរហើយកុំភ្លេចចាំតាមដានទាំងអស់គ្នាថានរណាគេនឹងស្នងតំណែង Enchanted Blade Cloud Gadger បន្ទាប់ពីអាសូជូវាបានស្លាប់ទៅអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការជួយមើលវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ